ទូស្រីយើងបានទាំងអ្នកនាងស៊ីរ៉ូម្ដាយលោកលូជីក៏បានសួរថាអ្នកមានន័យយ៉ាងណាទូស្រីយើងក៏និយាយថាចង់ដឹងថាមានន័យយ៉ាងណាមែនទេអ្វីដែលខ្ញុំនិយាយគឺជាការពិតអ្នកទាំងពីរគឺជាមនុស្សផិតក្បត់លោកលូជីក៏បាននិយាយថាស៊ីនីនេះសូមអ្នកនិយាយឲ្យត្រឹមត្រូវដោយសារតែខ្ញុំខ្វល់ចំពោះស៊ីរ៉ូអ្នកគ្រាន់តែចង់បន្តបង្កបញ្ហាមែនទេដោយសារតែអ្នកមិនទៅផ្ទះតែអ្នកគិតថានេះគួរឲ្យចាប់អារម្មណ៍មែនទេលោកលូជីគាត់និយាយដកដង្ហើមធំក៏បាននិយាយបន្តទៀតថាស៊ីនីនេះសូមអ្នកសួរខ្លួនឯងថាយើងរៀបការបាន7ឆ្នាំតើខ្ញុំប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្ដេចតើអ្នកមាននឹកឃើញទេតើខ្ញុំមិនអាចមានអារម្មណ៍ថាខ្ញុំស្រឡាញ់អ្នកទេបន្ទាប់មកទូស្រីយើងក៏បាននិយាយថាដូចជាលោកលូជីអ្នកចេះតែនិយាយថាស្រឡាញ់ខ្ញុំតើអ្នកយល់អំពីខ្ញុំទេលោកលូជីក៏បានសើចក៏បាននិយាយថាមិនក៏បងមិនយល់អូនជាប្រពន្ធបងដែលរស់នៅជាមួយគ្នារយៈពេល7ឆ្នាំតើខ្ញុំមិនអាចយល់បានថាអ្នកមានបញ្ហាអ្វីនោះបន្ទាប់មកទូស្រីយើងក៏បានសួរលោកលូជីថាល្អអ្នកបាននិយាយថាស្រឡាញ់ខ្ញុំតើខ្ញុំចូលចិត្តអ្វីជាងគេលោកលូជីក៏បានហាមកតែម្ដងឆ្លើយអត់ចាញ់ទេអត់ដឹងថាទូស្រីយើងនេះចូលចិត្តអ្វីជាងគេនោះទេទូស្រីយើងនាងស្រក់ទឹកភ្នែកផងសើចផងបន្ទាប់មកលោកលូជីក៏បានសម័យឃើញនៅពេលដែលទូស្រីយើងបានធ្វើម្ហូបជាច្រើនសម្រាប់គាត់ហើយសុទ្ធសឹងតែជាម្ហូបដែលលោកលូជីចូលចិត្តធ្វើម្ហូបជាច្រើនដាក់លើតុធ្វើការរបស់លោកលូជីឲ្យលោកលូជីនេះបញ្ចប់ពីការងាររួចគាត់បានហូបតែម្ដងស្នាដៃធ្វើម្ហូបទូស្រីយើងគឺឆ្ងាញ់ខ្លាំងណាស់ធ្វើឲ្យលោកលូជីនេះគិតថាគាត់មានសំណាងខ្លាំងណាស់ដែលបានទូស្រីយើងធ្វើជាប្រពន្ធហើយតែងតែធ្វើម្ហូបចូលចិត្តឲ្យគាត់ជារៀងរាល់ថ្ងៃគឺឈ្ងុយឆ្ងាញ់តែម្ដងបន្ទាប់ពីគាត់សម័យចាប់គាត់គិតក្នុងចិត្តថាត្រូវហើយ7ឆ្នាំមកនេះគាត់តែងតែធ្វើម្ហូបដែលខ្ញុំចូលចិត្តជាងគេឲ្យខ្ញុំញ៉ាំជារៀងរាល់ថ្ងៃប៉ុន្តែខ្ញុំមិនដែលសួរគាត់ទេថាគាត់ចូលចិត្តញ៉ាំអ្វីទេបន្ទាប់មកទូស្រីយើងក៏និយាយថាតើនេះមែនទេគឺជាសេចក្តីស្រឡាញ់ដែលអ្នកនៅតែបន្តនិយាយអំពីវាសេចក្តីស្រឡាញ់របស់អ្នកគឺគ្មានតម្លៃបន្ទាប់មកលោកលូជីគាត់បានឆ្លើយទាំងអ៊ូអត់ថាខ្ញុំទទួលស្គាល់ថាក្នុងអាពាហ៍ពិពាហ៍របស់ពួកយើងខ្ញុំពិតជាមិនល្អឥតខ្ចោះទេវាក៏មានការត្រួតពិនិត្យខ្លះដែរប៉ុន្តែនេះមិនធ្វើឲ្យខូចសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកទេចូលគិតអំពីអ្វីដែលអ្នកញ៉ាំឆ្លៀកពាក់នឹងការរស់នៅខ្ញុំបានចំណាយលើអ្នកទាំងអស់តើមួយណាមិនល្អបំផុតសម្រាប់ខ្ញុំបានទិញសម្លៀកបំពាក់ដែលថ្លៃជាងគេគឺសម្រាប់អ្នកតែអ្នកមិនបានគិតអំពីរឿងទាំងអស់នេះទេឬបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏និយាយថាត្រូវហើយបងស្រីឈប់ធ្វើខ្លួនដូចជាកូនក្មេងទៀតទៅសូម្បីតែសម្លៀកបំពាក់ដែលអ្នកឆ្លៀកក៏ជាលុយរបស់អាជីផងដែរបន្ទាប់ពីអ្នកនាងស៊ីរ៉ូនិយាយដូចនេះតួស្រីយើងពិតជាខឹងខ្លាំងណាស់នាងក៏បានចាប់ផ្ដើមដោះសម្លៀកបំពាក់នេះប្រគល់ឲ្យលោកលូជីវិញនាងក៏បាននិយាយថាលោកចង់បានលុយរបស់លោកវិញមែនទេតើឯណាទៅស្នេហារបស់បុរសអ្វីទៅជាស្នេហាប៉ុន្តែក្រោយមកខ្ញុំបានយល់ថាវត្ថុដែលមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់មនុស្សម្នាក់ដែលជាអ្នកមានរួចទៅហើយការទូទាត់ថោកទាបបំផុតបន្ទាប់មកលោកលូជីក៏បាននិយាយថាស៊ីនីនេះតើអ្នកនឹងធ្វើអ្វីទោះស្រីយើងបានដោះខោអាវចេញនាងក៏បាននិយាយថាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងដែលអ្នកមានខ្ញុំនឹងប្រគល់វាឲ្យអ្នកវិញយ៉ាងពេញលេញគ្រប់គ្រាន់ទោះស្រីយើងបានដោះអាវក៏វិញកណ្ដាលមុខលោកលូជីតែម្ដងនាងក៏បាននិយាយបន្តទៀតថាអានេះមែនទេនៃការជាប់គាំងបន្ទាប់មកលោកលូជីក្តាប់ដៃយ៉ាងខ្លាំងក៏និយាយថាតើអ្នកពិតជាចង់ចាយចេញពីខ្ញុំមែនទេទោះស្រីឆ្លើយយ៉ាងលឿនថាខ្ញុំចង់ចាយចេញពីអ្នកឥឡូវនេះតើពីទោះស្រីយើងនិយាយដូចនេះលោកលូជីក៏បានដកដង្ហើមធំក៏បានសើចក៏បាននិយាយថាសូមអ្នកកុំចង់សោកបិណ្ឌមកផ្ទះជាមួយខ្ញុំវិញបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏បាននិយាយថាស៊ីនីនេះខ្ញុំមិននឹកឆ្មានថាអ្នកអាចយកវាចេញបានដោយការដោះសម្លៀកបំពាក់មួយដុំបែបនេះអវជីវៈសុបនិមិត្តទាំងនេះនៅលើរូបរាងកាយរបស់អ្នកវាហាក់ដូចជាត្រូវបានទិញដោយលុយរបស់អាជីផងដែរបន្ទាប់មកតួស្រីយើងក៏បាននិយាយទៅកាន់អ្នកនាងស៊ីរ៉ូថាតើអ្នកមានន័យយ៉ាងណាតួស្រីយើងក៏សម្លឹងទៅលោកលូជីក៏បាននិយាយថាឥឡូវនេះអ្នកចង់ឲ្យខ្ញុំដោះសុបនិមិត្តចេញហើយប្រគល់ឲ្យអ្នកវិញមែនទេលោកស៊ូគឺជាអ្នកដែលជួនតួស្រីយើងមកនឹងទីពេទ្យគាត់កំពុងតែឆ្ងល់ហេតុអ្វីតួស្រីយើងមិនទាន់មកដល់ទៀតព្រោះអីវាដូចជា1ម៉ោងទៅហើយស៊ូគិតថាវាមានរឿងអីចម្លែកហើយអញ្ចឹងគាត់ក៏បានចុះទៅតាមតួស្រីយើងទៅតែម្ដងណាដឹងថាតួស្រីយើងនេះបានជួបរឿងអ្វីខ្លះនៅពេលនេះលោកលូជីក៏បាននិយាយទៅកាន់តួស្រីយើងថានេះអ្នកអាចគិតច្រើនចំពោះស៊ីរ៉ូច្រើនពេកហើយខ្ញុំនឹងនិយាយវាម្ដងទៀតនាងមិនមានចេតនាអាក្រក់ច្រើនដូចជាអ្នកទេនាងគ្រាន់តែចង់ប្រាប់អ្នកថាមានរបស់ជាច្រើនដែលខ្ញុំបានផ្ដល់ឲ្យអ្នកខ្ញុំបាននិយាយច្រើនដងហើយថាខ្ញុំធ្វើល្អចំពោះស៊ីរ៉ូព្រោះនាងជាប្អូនស្រីរបស់អ្នកហើយនាងបានមកលេងផ្ទះរបស់យើងនាងគ្រាន់តែចង់ញ៉ាំអាហារដែលនាងធ្វើគ្រប់គ្រាន់ហើយខ្ញុំនៅតែចង់ញ៉ាំឆ្អឹងជំនីជូរអែមដែលអ្នកធ្វើបន្ទាប់មកតួស្រីយើងក៏បាននិយាយថាអ្នកកុំសោកបិណ្ឌអ្នកកំពុងតែសោកបិណ្ឌថាខ្ញុំនឹងត្រឡប់ទៅនៅជាមួយអ្នកម្ដងទៀតមែនទេបន្ទាប់មកលោកលូជីក៏បាននិយាយថាស៊ីនីនេះតើអ្នកពិតជាចង់បង្កបញ្ហាបែបនេះទៀតមែនទេខ្ញុំបានអត់អន់ឲ្យអ្នកគ្រប់គ្រាន់ហើយតួស្រីយើងក៏និយាយថាកុំសង្ឃឹមអ្នកនាងស៊ីរ៉ូក៏និយាយថាត្រូវឲ្យបងស្រីត្រឡប់ទៅជាមួយបងអាជីវិញទៅនៅធ្វើជាក្មេងតូចទៀតលោកលូជីក៏និយាយថាត្រូវឲ្យអ្នកត្រឡប់ទៅជាមួយខ្ញុំវិញទៅអ្នកនាងស៊ីរ៉ូក៏បានធ្វើចាប់ដៃតួស្រីយើងក៏បាននិយាយថាបងស្រីខ្ញុំមិនអីទេខ្ញុំគិតថាបងស្រីហាក់បីដូចជានៅខឹងខ្ញុំឥឡូវនេះកុំឲ្យឆ្លោះគ្នាដោយសារតែខ្ញុំតួស្រីយើងព្យាយាមដោះដៃពីអ្នកនាងស៊ីរ៉ូចេញលោកលូជីក៏បាននិយាយថាស៊ីនីនេះត
តើអ្នកបង្កបញ្ហាគ្រប់គ្រាន់ហើយមែនទេពេលនេះដល់ពេលហើយស៊ីរ៉ូនៅតែខ្វល់អំពីអ្នកប៉ុន្តែអ្នកវិញធ្វើបែបនេះម្ដងហើយម្ដងទៀតស៊ីរ៉ូនាងកំពុងតែមានរបួសជើងហើយអ្នកឥឡូវនេះកំពុងតែរុញនាងទៀតតើអ្នកចង់បានអ្វីតួស្រីយើងក៏បានឆ្លើយថាខ្ញុំចង់បានអ្វីអ្នកគួរតែសួរស៊ីរ៉ូដែលដេកនៅក្នុងដៃរបស់អ្នកអំពីរឿងនេះតើនាងនឹងបន្តសម្ដែងដល់ពេលណាលោកលូជីក៏បាននិយាយថាវាគ្រប់គ្រាន់ហើយអ្នកឈប់បន្តបង្កបញ្ហាទៀតទៅលោកលូជីក៏បានផ្ទះកំភ្លៀងតួស្រីយើងមួយដៃក៏និយាយថាស៊ីនេះអ្នកនៅតែចង់បង្កបញ្ហាខ្ញុំចង់ឲ្យអ្នកសុំទោសស៊ីរ៉ូឥឡូវនេះបន្ទាប់ពីលោកលូជីនិយាយដូច្នេះអ្នកនាងស៊ីរ៉ូក៏បានគិតក្នុងចិត្តថាខ្ញុំបានផ្ដល់គាត់ឲ្យអ្នករយៈពេល7ឆ្នាំមកហើយអ្នកនៅតែគ្មានប្រយោជន៍តាំងពីដើមដល់ចប់ខ្ញុំអាចប៉ះអាជីខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលនៅក្នុងចិត្តរបស់គាត់ជានិច្ចបន្ទាប់មកតួស្រីពិតជាខឹងខ្លាំងណាស់តួស្រីយើងក៏និយាយថាវាមិនអាចទៅរួចទេសម្រាប់ខ្ញុំដែលសុំទោសនាងបន្ទាប់ពីតួស្រីយើងនិយាយដូច្នេះលោកលូជីបំរុងថាលើកដៃទះតួស្រីយើងមួយកំភ្លៀងទៀតរំពេចនោះលោកស៊ូគាត់ក៏បានមកដល់ក៏ស្រែកថាឈប់សិនលោកស៊ូខឹងខ្លាំងណាស់ក៏ដាល់លោកលូជីមួយដៃតមកលោកស៊ូគាត់ក៏បានសួរតួស្រីយើងថាតើអ្នកសុខសប្បាយទេមិនអីទេឬគាត់ក៏បានដោះអាវធំរបស់គាត់នេះគ្របទៅលើតួស្រីរបស់យើងកុំឲ្យគេឃើញសាច់ខ្ចីតួស្រីយើងណាលោកស៊ូក៏និយាយទៅកាន់លោកលូជីថាលូជីអ្នកគឺជាមនុស្សដែលវាយមនុស្សស្រីទាំងយប់ទាំងថ្ងៃតើអ្នកនៅជាបុរសដែរទេបន្ទាប់ពីលោកស៊ូនិយាយដូច្នេះលោកលូជីក៏បាននិយាយថាខ្ញុំនិយាយជាមួយប្រពន្ធរបស់ខ្ញុំវាមិនមែនជាវេនអ្នកក្រៅដើម្បីរំខានទេបន្ទាប់ពីលោកលូជីនិយាយចប់លោកស៊ូពិតជាខឹងខ្លាំងណាស់បំរុងថាហក់នឹងទៅវាយដល់លោកលូជីមួយដៃថែមទៀតប៉ុន្តែតួស្រីក៏បានហាមថាមិនចាំបាច់ខ្ជះខ្ជាយពេលវេលាជាមួយមនុស្សប្រភេទទាំងអស់នេះទេបន្ទាប់មកតួស្រីយើងគាត់ក៏បានបបួលលោកស៊ូនេះទៅវិញលោកស៊ូក៏បាននិយាយទៅកាន់លោកលូជីថាប្រធានលូជីថ្ងៃនេះអ្នកពិតជាមានសំណាងខ្លាំងណាស់នៅថ្ងៃក្រោយបើសិនជាខ្ញុំឃើញអ្នករំខានដល់អ្នកនាងនេះទៀតខ្ញុំសន្យាថ្ងៃក្រោយខ្ញុំនឹងចងជើងអ្នកឲ្យខ្សែធន់តែម្ដងលោកលូតើសាច់រឿងយើងទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាហ្វេន